បើកុលបុត្រកុលធីតាចង់ចេះអាចហ្វឹកហាត់បដិបត្តិទៅតាមការអធិប្បាយរបស់លោកតាបានវានឹងបានសម្រេចទៅតាមបុណ្យបារមីរៀងៗខ្លួនវាជាវិជាលោកីយៈទេបើកុលបុត្រកុលធីតាមានឥទ្ធិបាទ4ប្រការយ៉ាងខ្លាំងក្លាគង់នឹងបានសម្រេចបដិបត្តិពិតបានផលពិតវិធីហ្វឹកផ្នែកទី3ឬផ្នែកទិបចក្ខុញ្ញាណមុននឹងនិយាយដល់ការហ្វឹកហាត់ឲ្យមានផ្នែកទី3នេះពុកម៉ែពូមីងបងប្អូនព្រមទាំងកុលបុត្រកុលធីតាទាំងអស់ក៏បីយល់អំពីផ្នែកទី3នេះជាមុនសិនផ្នែកទី3បានដល់ផ្នែកផ្លូវក្នុងដែលអាចមើលឃើញនៅទីជិតនិងទីឆ្ងាយបានដោយជាក់ច្បាស់ដឹងឃើញនៅអ្វីដែលគេកំពុងបិទបាំងប្រសិនបើចង់ដឹងចង់ឃើញគឺនឹងបានដឹងនិងបានឃើញតាមចិត្តដែលប្រាថ្នាចង់ដោយមិនអាចលាក់បាំងបុគ្គលដែលមានផ្នែកទី3នោះបានឡើយគឺដឹងនិងឃើញតាមកម្លាំងចិត្តដែលស្ងប់ដែលចាស់បុរាណលោកហៅថាផ្នែកទឹកនោះឯងអាចមើលឃើញខ្មោចព្រាយបិសាចទេវតាឋានសួគ៌ឋានព្រំឬមើលឃើញរបស់ដែលគេបិទបាំងបានតាមកម្លាំងឈានចិត្តរបស់កុលបុត្រការដឹងនិងការឃើញនោះជាការដឹងដោយចិត្តឃើញដោយចិត្តមិនមែនឃើញដោយមង្សចក្ខុឡើយគឺបានឃើញបានដឹងដោយទិបចក្ខុគឺផ្នែកទិបវិធីហ្វឹកហាត់គឺបើកុលបុត្រហ្វឹកហាត់តាមក្បួនហ្វឹកហាត់ចិត្តឲ្យមានឫទ្ធិអំណាចក៏បានព្រោះកាលបើកុលបុត្រហ្វឹកហាត់ចិត្តរបស់កុលបុត្រឲ្យមានឫទ្ធិអំណាចបានហើយងាយស្រួលក្នុងការហ្វឹកហាត់ផ្នែកទី3នេះឆាប់បានសម្រេចព្រោះមានគ្រឹះស្ថានឬគល់ស្រាប់ហើយកាលមុនអធិប្បាយអំពីការបដិបត្តិចិត្តឲ្យមានឫទ្ធិអំណាចក្នុងទីនេះមកអធិប្បាយអំពីការហ្វឹកហាត់ផ្នែកទី3សម្រាប់កុលបុត្រណាដែលបានហ្វឹកហាត់ចិត្តឲ្យមានឫទ្ធិអំណាចហើយគ្រាន់តែបង្អោនចិត្តមកកាន់ពាក់កណ្ដាលរវាងចិញ្ចើមទាំងពីមុនកុលបុត្រធ្លាប់បង្អោនចិត្តទៅលើខ្យល់ដកដង្ហើមរហូតដល់មានអារម្មណ៍ថាមិនបានដកដង្ហើមឬភ្លេចដកដង្ហើមតាមពិតទៅដង្ហើមនៅមានទេគ្រាន់តែដង្ហើមតិចឬក៏ស្រាលរហូតដល់មានអារម្មណ៍ថាមិនបានដកដង្ហើមតែនៅក្នុងទីនេះកុលបុត្រក៏បីបង្អោនចិត្តមកកាន់ចំណុចកណ្ដាលរវាងចិញ្ចើមទាំងពីរវិញម្ដងនៅពេលដែលកុលបុត្របង្អោនចិត្តមកកំណត់ដឹងត្រង់កន្លែងចក្រានេត្រគឺចំពាក់កណ្ដាលចិញ្ចើមយូរទៅក៏កើតមានពន្លឺត្រង់ចំណុចនោះហើយរក្សាពន្លឺនោះឲ្យបានយូរតាមដែលអាចធ្វើទៅបានធ្វើដូច្នេះរហូតដល់ពន្លឺដែលឃើញដោយចិត្តនោះមានពន្លឺភ្លឺស្វាងលើថ្ងៃមិនថាបិទភ្នែកឬបើកភ្នែកក៏ឃើញតែពន្លឺគឺមិនឃើញអ្វីក្រៅពីពន្លឺភ្លឺច្បាស់នោះឡើយកុលបុត្រក៏បីហ្វឹកហាត់កំណត់ចិត្តនៅត្រង់ចំណុចនោះឲ្យមានការស្ទាត់ជំនាញក្នុងការចេញចូលសមាធិគឺមានន័យថានៅពេលដែលកុលបុត្រកំណត់ចិត្តនៅត្រង់ចក្រានេត្រគឺមានពន្លឺភ្លឺច្បាស់ចែងចាំងដូចពេជ្រច្បាស់លើថ្ងៃមួយសន្ទុះសំថយចិត្តឲ្យមកនៅត្រឹមឧបចារសមាធិចិត្តវិញរួចធ្វើការអធិដ្ឋានចង់ឃើញចង់ដឹងអ្វីមួយបន្ទាប់ពីការអធិដ្ឋានរួចនឹកដល់រឿងដែលយើងអធិដ្ឋាននោះធ្វើឲ្យយើងឃើញនៅត្រង់ចំណុចចក្រានេត្រ
ត្រង់ផ្នែកទី3នោះកលបុត្រនឹងឃើញដឹងដោយខ្លួនឯងហាមកលបុត្រដឹងហើយកុំលងនៅអ្វីដែលដឹងដែលឃើញនោះជាដាច់ខាតគ្រាន់តែកំណត់ចិត្តដឹងហើយឃើញហើយជាក់ច្បាស់ដោយខ្លួនឯងរួចតម្កល់ចិត្តធម្មតាវិញកុំញាប់ញ័រកុំនិយាយប្រាប់អ្នកដទៃព្រោះអាចនឹងមានទោសដល់ខ្លួនវាជាច្បាប់របស់ធម្មជាតិពិតនឹងដាក់ទោសយើងដូច្នេះការហ្វឹកហាត់ចក្រានិតផ្នែកទី3នេះវាងាយស្រួលសម្រាប់កុលបុត្រដែលមានចិត្តប្រតិបរួចហើយរឿងទាំងនេះហាមនិយាយប្រាប់គេជាសាធារណៈក្រែងគេថាយើងជាមនុស្សមានសតិវិបលាសទុកឲ្យគេរិះគន់នឹងថាឲ្យខ្ញុំតែម្នាក់ឯងបានហើយសម្រាប់កុលបុត្រណាមិនទាន់បានសម្រេចចិត្តប្រតិបនោះទេត្រូវហ្វឹកហាត់តាមការអធិប្បាយបន្តទៅនេះមកអធិប្បាយជូនកុលបុត្រដែលមិនទាន់បានហ្វឹកហាត់ចិត្តឲ្យស្អាតឲ្យស្ងប់មានចិត្តជាសមាធិដំបូងកុលបុត្រមុនឈានទៅដល់ការហ្វឹកហាត់ចិត្តក៏បីរក្សាកាយវាចាឲ្យមានរបៀបរៀបរយសិននិយាយរួមគឺរក្សាសិល5យ៉ាងតិចឲ្យបានល្អសិនទើបចាប់ផ្ដើមហ្វឹកហាត់ចក្រានិតឬផ្នែកទី3ការហ្វឹកហាត់នេះសម្រាប់កុលបុត្រដែលមិនទាន់បានសម្រេចចិត្តទើបទេវាពិបាកបន្តិចតែមិនហួសពីសមត្ថភាពអ្នកទាំងអស់គ្នាឡើយបើយើងមានឥទ្ធិបាត4ខ្លាំងក្លាគង់នឹងបានសម្រេចដូចគ្នាព្រោះវាជារបស់លោកយៈធម៌អ្នករាល់គ្នាអាចហ្វឹកហាត់បដិបត្តិបានតាមកម្លាំងបុណ្យបារមីរបស់ខ្លួនពេលដែលកុលបុត្ររក្សាកាយវាចាឲ្យមានរបៀបរៀបរយហើយគប្បីបង្អោនចិត្តមកកំណត់ត្រង់ចក្រានិតកណ្ដាលរវាងចិញ្ចើមទាំងគូដកដង្ហើមចូលក៏នឹកកំណត់ចិត្តនៅត្រង់កន្លែងចក្រានិតដកដង្ហើមចេញក៏កំណត់ដឹងត្រង់កន្លែងចក្រានិតហ្វឹកហាត់ធ្វើយ៉ាងនេះជារឿយជាញយឲ្យបានច្រើនដងរហូតដល់ចិត្តរបស់កុលបុត្រតម្កល់នៅត្រង់ចំណុចនោះបានយូររហូតដល់កើតជាពន្លឺតាមការកំណត់នោះរហូតដល់ពន្លឺនោះភ្លឺស្វាងច្បាស់លើសថ្ងៃថែមទាំងអាចរក្សាពន្លឺនោះឲ្យទៅតាមចិត្តរបស់ខ្លួនចង់បានដូចជាកំណត់15នាទី1ម៉ោង2ម៉ោង24ម៉ោងក៏បានជាដើមកាលកុលបុត្រកំណត់បានយ៉ាងនេះហើយវាជារឿងងាយស្រួលហើយលោកឲ្យហ្វឹកហាត់ឲ្យមានការស្ទាត់ជំនាញក្នុងការចេញចូលតម្កល់ចិត្តនៅត្រង់កន្លែងចក្រានិតនោះឲ្យយូរតាមដែលអាចធ្វើទៅបានតាមកម្លាំងចិត្តដែលកំណត់ត្រង់កន្លែងចក្រាណាគ្រប់ដង្ហើមចេញចូលដំបូងមានអារម្មណ៍ថាស្រាវកន្លែងនោះក្រោយមកមានអារម្មណ៍ថាតឹងឈឺខ្ទោកកុំភ័យអីកុំខ្លាចអីបន្តតម្កល់ចិត្តនៅកន្លែងនោះដដែលកុលបុត្រខ្លះមានអារម្មណ៍ថាដូចជាផ្ទុះត្រង់ចំណុចនោះចេញមកអញ្ចឹងកុលបុត្រខ្លះកើតមានពន្លឺភ្លឺត្រង់កន្លែងនោះរត់តែភ្លឺទៅឃើញពន្លឺភ្លឺស្វាងច្បាស់លើសថ្ងៃលោកឲ្យតម្កល់ចិត្តឬរក្សាពន្លឺនោះឲ្យបានយូរតាមដែលអាចធ្វើទៅបានក្រោយមកបន្តហ្វឹកហាត់ក្នុងការចេញចូលសមាធិឲ្យមានការស្ទាត់ជំនាញគឺមានន័យថាគ្រាន់តែបិទភ្នែកបើកភ្នែកក្តីនឹកដល់ពន្លឺនោះក៏ភ្លឺច្បាស់លើសថ្ងៃឃើញតែពន្លឺមិនឃើញអ្វីក្រៅពីពន្លឺឡើយនៅពេលដែលកុលបុត្រមានការស្ទាត់ជំនាញយ៉ាងដូចនេះហើយកាលបើចង់ដឹងចង់ឃើញនៅរឿងអ្វីដែលអាចកំបាំង
គឺដឹងឃើញដោយទឹកបចិត្តនោះឯងគ្រាន់តែអធិដ្ឋានចិត្តចង់ឃើញចង់ដឹងឃើញដូចមើលនឹងផ្នែកផ្ទាល់នៅពេលដែលកលបុត្រហ្វឹកហាត់ដល់ចំណុចនេះហើយលោកថាឲ្យប្រុងប្រយ័ត្នក្នុងការគិតបន្តិចព្រោះបើគិតល្អនិយាយល្អហើយធ្វើអំពើល្អដែរតែបើគិតនៅរឿងមិនល្អហើយបាបអកុសលកម្មទាំងឡាយក៏នឹងកើតមានដែរលោកឲ្យឧស្សាហ៍ផ្សាយមេត្តាចិត្តឲ្យបានច្រើនដែលអាចធ្វើទៅបានទាំងនេះសិតសឹងតែជាការបំពេញបារមីរបស់កលបុត្រខំប្រឹងប្រែងហ្វឹកហាត់ធ្វើចិត្តដោយក្តីអត់ធ្មត់ក្នុងជាតិនេះបើមិនបានសម្រេចដោយប្រាថ្នាក៏មានឈ្មោះថាជាអ្នកបានភ្ជាប់និស្ស័យទៅនឹងការអប់រំចិត្តដែរហើយលទ្ធផលបានតាមការបដិបត្តិបើទោះបីជាបានចិត្តស្ងប់បន្តិចបន្តួចក៏បានផលលាអានិសង្សច្រើនមហាសាលមានប្រាជ្ញាឆ្លៀសវៃកលបុត្រគប្បីត្រូវដឹងថាបើបដិបត្តិធម៌បែបលេងលទ្ធផលក៏បានបែបលេងដែរតែបើតាំងចិត្តបដិបត្តិបែបមែនតែនក៏បានទទួលលទ្ធផលយ៉ាងពិតប្រាកដជាពុំខានកលបុត្រត្រូវមានអធិបាត4ក្នុងការបដិបត្តិទី1ឆន្ទៈមានសេចក្តីស្រឡាញ់ពេញចិត្តក្នុងការបដិបត្តិទី2វិរិយៈមានការព្យាយាមបដិបត្តិដោយមិនព្រមបោះបង់គោលដៅជាដាច់ខាតទី3យកចិត្តទុកដាក់ក្នុងការបដិបត្តិមានន័យថាលើកចិត្តមកបដិបត្តិនឹងឯងមិនមែនមកអង្គុយធ្វើសមាធិឲ្យគេឃើញថាបដិបត្តិនោះនឹងគេដែរនោះទេទី4វិមង្សាត្រូវរិះរកវិធីនិងពិចារណាថាត្រូវធ្វើយ៉ាងណាបានចិត្តស្ងប់ព្រោះហេតុអ្វីខ្លះបានជាចិត្តយើងនៅរវើរវាយត្រូវទាញចិត្តឲ្យមកសភាពស្ងប់វិញជាដើមបើការទាញចិត្តមកកំណត់កម្មដ្ឋានហើយតែចិត្តនៅតែរវើរវាយដដែលថ្ងៃនោះមិនបាច់ធ្វើសមាធិទេគ្រាន់តែមានសតិតាមដឹងតាមមើលថាតើវារវើរវាយរឿងអ្វីទៅបានជាចិត្តវាទៅសព្វសល់យ៉ាងដូចនេះគ្រាន់តែមានសតិដឹងហើយនៅពេលដែលចិត្តលែងរវើរវាយហើយចិត្តជាបឋិជនគឺវាដូចនេះឯងកលបុត្របដិបត្តិទើបដឹងដោយខ្លួនឯងវិធីហ្វឹកហាត់ដើម្បីឲ្យបានចក្រានេតឬនិយាយឲ្យងាយស្ដាប់ទៅគឺហ្វឹកហាត់ចិត្តបែបទិបចក្ខុញ្ញាណនោះឯងបើហ្វឹកហាត់បានវិជ្ជាមួយនេះវិជ្ជាដតីទៀតក៏កើតឡើងជាលំដាប់ដែរវិជ្ជាទាំងនោះមានគេបដិបត្តិស្ទើរគ្រប់ប្រទេសព្រោះការបដិបត្តិសមាធិនេះគេនិយាយពីការហ្វឹកហាត់មានសារៈប្រយោជន៍ដល់ជីវិតរស់នៅប្រចាំថ្ងៃចង់ឲ្យកូនខ្មែរយើងបដិបត្តិសមាធិមុននឹងចូលរៀនគឺធ្វើកិច្ចការផ្សេងក្តីត្រូវធ្វើចិត្តឲ្យស្ងប់1នាទីហើយសម្រៀនមេរៀនលោកថាល្អណាស់បើខ្មែរយើងធ្វើបានគ្រប់ថ្នាក់រៀនទាំងអស់វិសេសវិសាលដល់សិស្សនុសិស្សដល់សិក្សានុសិស្សគ្រប់ជាន់ថ្នាក់ប្រសិនបើមានចម្ងល់កន្លែងណាប្រសិនបើកលបុត្រទាំងឡាយមានការឆ្ងល់កន្លែងណាក្តីសូមមេត្តាចូលខមមិនសួរបើខ្ញុំចេះខ្ញុំដឹងខ្ញុំយល់ខ្ញុំនឹងអធិប្បាយជូនកលបុត្រកលធីតាទាំងអស់ព្រោះវិធីហ្វឹកហាត់នេះជាក្បួនចាស់បុរាណដែលមានតាំងពីសម័យយូរលង់ណាស់មកហើយក៏ប៉ុន្តែដោយសារបច្ចេកវិទ្យាសប្តាហ៍ថ្ងៃនេះមានការរីកចម្រើនឡើងរីកចម្រើនច្រើនក៏គេមិនបានហ្វឹកហាត់បដិបត្តិបែបដូចចាស់បុរាណអី
បើគ្រាន់តែចង់ឮនិយាយគ្នាក៏ប្រើតែទូរស័ព្ទក៏បានបើចង់ឃើញគ្នាមុខគ្នានិយាយតាមឆាតឬតាម Telegram ឬក៏តាម Video Skype អីក៏បានអានេះដោយសារបច្ចេកទេសមានការរីកចម្រើនធ្វើឲ្យមនុស្សសពថ្ងៃនេះមានការខ្ជិលច្រអូសក្នុងការបដិបត្តិឲ្យដូចពីមុនក៏ប៉ុន្តែអំណាចផ្លូវចិត្តនេះគឺមានបុណ្យមានឫទ្ធិមហាសាលជាងការប្រើ Video Skype ឬក៏ប្រើទូរស័ព្ទឬក៏ប្រើទូអីជាដើមដើម្បីមើលឲ្យឃើញរូបភាពគ្នាទៅវិញទៅមកអីយ៉ាងនេះអធិប្បាយមកនេះគឺมันបានអធិប្បាយឲ្យបានក្បោះក្បាយវែងឆ្ងាយអ្វីនោះទេគ្រាន់តែលើកយកមកគោលដើម្បីកុំឲ្យកលបុត្រមានការគិតច្រើនហើយฝึกបដិបត្តិតាមចំណុចដែលគោលនោះទៅក៏នឹងអាចបានសម្រេចតាមការបដិបត្តិឬក៏នឹងអាចដឹងដោយខ្លួនឯងនឹងរិះរកវិធីសាស្ត្រដោយខ្លួនឯងអីជាដើមកាលបើអធិប្បាយច្រើនអាចនឹងឲ្យអ្នកស្ដាប់គាត់មានការគិតច្រើនមានការចងចាំច្រើនគឺកាលទៅគិតថាវានឹងពិបាកធ្វើដូច្នេះវិធីនេះมันជាពិបាកធ្វើទេបើសិនជាយើងដាក់ចិត្តฝึกហាត់យ៉ាងពិតប្រាកដអញ្ចឹងពុកម៉ែបងប្អូនពូមីនិយាយតាព្រមទាំងកុលបុត្រកុលធីតាទាំងអស់ណាដែលបាន Subscribe ហើយសូមមេត្តាជួយ Share បន្តចែកគ្នាដឹងបើមិនទាន់បានចុច Subscribe ទេសូមមេត្តាជួយចុច Subscribe ផងដើម្បីទទួលនៅវីដេអូថ្មីបន្តដែលមានអធិប្បាយអំពីរឿងចាស់បុរាណដែលកប់ទុកចោលយូរណាស់មកហើយនឹងជាច្រើនរឿងទាំងការបដិបត្តិក្តីទាំងរឿងនាក្តីដែលធ្លាប់មានមនុស្សបដិបត្តិសពថ្ងៃនេះបច្ចេកវិទ្យាក៏គេយកវិធីសាស្ត្របដិបត្តិបែបចាស់បុរាណពីមុនមកហ្នឹងមកฝึกហាត់ដែរមកស្វែងយល់បន្តដែរហើយនឹងធ្វើការសាវជ្រាវសពថ្ងៃនេះគេទទួលយកបានស្ទើរតែ100% រឿងពីដើមទាំងការបដិបត្តិអ្វីក៏ដោយមិនថាជាកន្លែងដែលមានវិញ្ញាណឬអត់មានវិញ្ញាណអីជាដើមនេះគឺវិទ្យាសាស្ត្រគេអាចដឹងតែគេគ្រាន់ថាតែជាចរន្តមួយតែប៉ុណ្ណោះគេមិនបានថាជាដួងព្រលឹងជាវិញ្ញាណជាអំណាចចិត្តរបស់មនុស្សដែលស្លាប់ទៅហើយបន្សល់ទុកទេសូមឲ្យម៉ែឪបងប្អូនពូមីងទាំងអស់ព្រមទាំងកុលបុត្រកុលធីតាប្រាថ្នាអ្វីក៏សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាហើយមានសេចក្តីសុខក្នុងការបដិបត្តិជារៀងដរាបកុំធ្វើអ្វីបែបតក់កុហលឬអន្ទះសារធ្វើតាមដំណាក់កាលធ្វើតាមជំហាននីមួយដកដង្ហើមឲ្យវែងមុននឹងធ្វើអ្វីមុននឹងគិតអ្វីពេលនោះកុលបុត្រនឹងដឹងដោយខ្លួនឯងនឹងយល់ដោយខ្លួនឯងដាច់ខាតកុំនិយាយប្រាប់អ្នកដទៃបើអាចពិភាក្សាគ្នាជាមួយនឹងបដិបត្តិដូចគ្នាបានកុំឲ្យគេថាយើងជាមនុស្សអួតមនុស្សអំនួតទុកឲ្យគេថាខ្ញុំជាមនុស្សឈួតតែម្នាក់ឯងទៅបានហើយ